ហេតុអ្វីក៏ជាខ្ញុំតើអ្នកធ្លាប់សួរសំណួរបែបនេះទេហេតុអ្វីក៏ជាខ្ញុំនេះគឺជាសំណួរដែលខ្ញុំតែងតែសួរខ្លួនឯងច្រើនដងជាងគេខ្ញុំសួររាល់ពេលដែលខ្ញុំមានអារម្មណ៍ថាហត់នឿយជាមួយនឹងការទទួលខុសត្រូវគ្រប់យ៉ាងជួនកាលបញ្ហាជាច្រើនក៏សម្រុកចូលមកឲ្យខ្ញុំដោះស្រាយស្ទើរតែដកឃ្លាមិនចង់ទាន់មានអាយុកាន់តែច្រើនការទទួលខុសត្រូវមានកាន់តែច្រើនហើយសម្ពាធក៏មានកាន់តែច្រើនយើងពិតជាមិនអាចទម្លាក់ចោលអម្រែកទាំងនេះហើយឈប់ខ្វល់ពីអ្វីៗទាំងអស់បាននោះទេនៅគណៈនេះយើងមានម្ដាយឪពុកយើងមានបងប្អូននិងប្តីប្រពន្ធរបស់យើងដែលពួកគេប្រៀបដូចជាពិភពលោកមួយរបស់យើងអញ្ចឹងថ្ងៃខ្លះឪពុកម្ដាយរបស់យើងក៏ហត់នឿយតែពួកគាត់ក៏នៅតែប្រឹងក្រោកពីដំណេកដើម្បីចេញទៅធ្វើការរកប្រាក់មកផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារគាត់បានប្រឹងប្រែងជាងពាក់កណ្ដាលជីវិតរបស់ពួកគាត់ដើម្បីពួកយើងហើយពេលវេលាមួយមកដល់ទូនាទីទាំងនោះក៏ធ្លាក់មកដល់យើងវិញម្ដងថ្ងៃខ្លះយើងពិតជាមានអារម្មណ៍ថាហត់នឿយខ្លាំងហើយចង់សម្រាកប៉ុន្តែយើងមិនអាចទេយើងនៅតែប្រឹងក្រោកពីដំណេកទាំងដែលគ្មានកម្លាំងកំហែងហើយចេញទៅក្រៅដើម្បីធ្វើការងាររកប្រាក់ផ្គត់ផ្គង់គ្រួសារវិញម្ដងនេះជាជីវិតដែលខ្ញុំបានជួបនិងរ៉ាប់រងនៅក្នុងពេលបច្ចុប្បន្នមិត្តអ្នកសម្ដាប់ទាំងអស់ដឹងទេការទទួលខុសត្រូវទាំងនេះវាធ្ងន់ធ្ងរណាស់ហេតុនេះក៏គ្មាននរណាម្នាក់ចង់មកទទួលអម្រែកទាំងនេះជំនួសយើងទេប៉ុន្តែជំនួសឲ្យការត្អូញត្អែរពីការលំបាកជាច្រើនខ្ញុំបានកោតសរចំពោះខ្លួនឯងយ៉ាងខ្លាំងការរស់នៅដើម្បីមនុស្សជាតិច្រើនពិតជាហត់នឿយខ្លាំងណាស់តែការដែលមិនអាចសុំបីតែធ្វើអ្វីម្យ៉ាងដើម្បីខ្លួនឯងនោះវាកាន់តែឈឺចាប់បំផុតខ្ញុំគួរតែមានមោទនភាពដែលខ្ញុំអាចធ្វើរឿងទាំងអស់នេះបានដើម្បីមនុស្សជាទីស្រឡាញ់ខ្ញុំបានផ្ដល់ឱកាសឲ្យប្អូនបានទទួលការអប់រំដើម្បីអនាគតរបស់ពួកគេខ្ញុំបានធ្វើការងារខ្លះដើម្បីរួមចំណែកនៅក្នុងសង្គមនេះជាអ្វីដែលខ្ញុំអាចធ្វើបានដើម្បីតបស្នងដល់មាតុភូមិកំណើតដែលបានផ្ដល់ទីជម្រកឲ្យខ្ញុំបានជ្រកក្រកោនពេញមួយជីវិតមិត្តអ្នកសន្តាប់ដឹងទេយើងមិនអាចរស់នៅរហូតទេដូច្នេះយើងហត់នឿយតែពេលដែលយើងមានជីវិតរស់នៅតែប៉ុណ្ណោះនេះប្រហែលជាហេតុផលដែលយើងត្រូវកើតមកមនុស្សចាស់បានប្រឹងប្រែងធ្វើអ្វីៗដើម្បីក្មេងៗជាន់ក្រោយហើយភារកិច្ចរបស់មនុស្សក្មេងៗដែលពេលដែលធំឡើងក៏ត្រូវបន្តធ្វើដើម្បីអ្នកដែលនឹងត្រូវរស់នៅបន្ទាប់ពីខ្លួនមនុស្សជាច្រើនសិតតែបានប្រឹងប្រែងធ្វើអ្វីម្យ៉ាងដើម្បីនរណាម្នាក់ហើយមនុស្សជាច្រើនក៏ទទួលបានអារម្មណ៍ហត់នឿយនៅពេលមួយប៉ុន្តែនោះក៏ជាមោទនភាពដែលពួកគេគួរតែមានចំពោះខ្លួនឯងនិងជាមួយនឹងមនុស្សជាច្រើនទៀតដែលបានលះបង់ប្រឹងប្រែងដើម្បីពួកគេកន្លងមកយើងក៏មានមនុស្សម្នាក់ក្នុងចំណោមពួកគេដែរមុនពេលដែលយើងហត់នឿយយើងក៏បានធ្វើឲ្យអ្នកផ្សេងទៀតទទួលបានអារម្មណ៍ហត់នឿយដូចគ្នារួចទៅហើយឥឡូវពេលវេលាមកដល់ហើយតើយើងចង់រត់គេចទៅណាទៀតនៅចំពោះមុខអ្វីដែលស្ពាយជាប់ខ្លួនជាប្រចាំគឺការទទួលខុសត្រូវពេលថ្ងៃប្រឹងធ្វើការដើម្បីអ្នកដទៃលុះដល់ពេលយប់ឡើងយើងក៏មានពេលសម្រាកជាមួយខ្លួនឯងដូច្នេះសូមសម្រាប់ឲ្យបានស្កប់ស្កល់ចុះព្រោះថ្ងៃស្អែកយើងត្រូវមានកម្លាំងដើម្បីបន្តកិច្ចការងាររបស់យើងតទៅទៀតនរណាគឺជាអ្នកខុសវាគឺជារឿងងាយស្រួលដែលយើងតែងតែមើលឃើញថាអ្នកណាម្នាក់កំពុងធ្វើខុសប៉ុន្តែជាកំហុសរបស់យើងនៅពេលដែលយើងវិនិច្ឆ័យអាក្រក់លើនរណាម្នាក់ទាំងដែលយើងមិនបានដឹងថាតើគេបានឆ្លងកាត់អ្វីខ្លះមកខ្លះគេបានតស៊ូជាមួយនឹងរឿងអ្វីខ្លះហើយមានរឿងអ្វីខ្លះបានកើតឡើងចំពោះគេឃើញរុញច្រានគេមកការសម្រេចចិត្តធ្វើឲ្យកំហុសមួយនេះកើតឡើងឬឲ្យគេខ្លាចគឺជាមនុស្សបែបនេះពេលខ្លះយើងមិនចូលចិត្តគេពេកហើយក៏យើងតែងតែមានអារម្មណ៍ចង់ឲ្យអ្នកដទៃទាំងនោះអន់ថយជាងយើងឬយើងតែងតែមើលឃើញពួកគេក៏ធ្វើអ្វីក៏ទៅតល់ចិត្តយើងជានិច្ចក្នុងចិត្តដ៏ពោពេញដោយអំណួតនេះយើងមើលមិនឃើញថានរណាដែលប្រសើរជាងយើងទេហើយរឿងដែលយើងមើលឃើញច្រើនបំផុត
ពីអ្នកដទៃនោះគឺកំហុសរបស់ពួកគេតែម្ដងតាមពិតយើងមិនបានស្ថិតនៅក្នុងស្ថានភាពនរណាម្នាក់ទេហើយជាញឹកញាប់គឺយើងតែងឈរលើស្ថានភាពអ្នកដទៃពីចម្ងាយរួចធ្វើការសន្និដ្ឋានចំពោះគេដោយផ្អែកតែលើបទពិសោធន៍របស់យើងខ្លួនឯងការយល់ឃើញជ្រុងមួយតូចរបស់យើងតែប៉ុណ្ណោះតាំងពីតូចមកយើងបានរៀនឬក៏យើងបានបង្រៀនស្គាល់ថាអ្វីខុសអ្វីត្រូវអ្វីល្អអ្វីអាក្រក់ហើយអ្នកដែលបង្រៀនយើងមុនគេគឺម្ដាយឪពុករបស់យើងនេះឯងបន្ទាប់មកទៀតគឺសាលារបស់យើងជាច្រើនឆ្នាំដែលយើងនៅទីនោះយើងក៏បានដឹងថាធ្វើបែបណាទើបល្អបែបណាទើបមិនល្អចម្លើយបែបនេះត្រឹមត្រូវចម្លើយបែបនោះត្រូវទេជាដើមអ្វីគ្រប់យ៉ាងគេនិយាយពីខុសត្រូវល្អអាក្រក់នរណាក៏ចង់ឲ្យខ្លួនឯងបានល្អនិងចង់ឈរតែខាងភាពត្រឹមត្រូវជានិច្ចពេលខ្លះសូម្បីតែខ្លួនយើងបានធ្វើខុសពិតមែនក៏ដោយក៏យើងបែរជាឆ្លើយកុហកឆ្លើយមិនពិតដើម្បីការពារខ្លួនឲ្យបានល្អនិងមិនចង់ឲ្យនរណាដឹងថាយើងខុសទេយើងតែងចង់បង្ហាញចេញនៅអ្វីៗដែលល្អហើយក៏ប្រឹងប្រឡាក់ទុកនៅអ្វីដែលមិនល្អរបស់ខ្លួនអញ្ចឹងហើយទើបសំបីតែយើងស្លៀកពាក់ខោអាវក៏យើងហាក់មានស្នាមធ្នេមិនល្អរញ៉េរញ៉ៃនោះទៅខាងក្រៅហើយបង្ហាញតែភាពស្អាតក្លឹបចេញមកខាងក្រៅគ្រប់យ៉ាងជាគូនឹងគ្នាហើយបើគ្មានកំហុសយើងក៏រកភាពត្រឹមត្រូវមិនឃើញបើគ្មានភាពរញ៉េរញ៉ៃយើងក៏រកមិនឃើញពីភាពរៀបរយស្អាតបាតនោះឡើយសិស្សពូកែតែងឈរជាមួយនឹងសិស្សខ្សោយព្រោះអ្នកមិនអាចពូកែដោយម្នាក់ឯងអ្នកមិនអាចប្រកួតឈ្នះដោយគ្មានគូប្រកួតហើយអ្នកក៏មិនអាចល្អលើសគេដោយមិនប្រៀបធៀបជាមួយអ្នកផ្សេងដែលអន់ជាងអ្នកឡើយអ្នកមានទ្រព្យសម្បត្តិរស់ពឹងពលកម្មឬក៏កម្លាំងអ្នកដែលខ្សត់ជាងខ្លួនផ្ទះដ៏ធំស្កឹមស្កៃរបស់អ្នកមានកើតចេញពីពលកម្មរបស់កម្មករសំណង់ទាំងឡាយសួនផ្កានិងដងវិថីដ៏ស្រស់ស្អាតកើតចេញពីកម្លាំងពលកម្មរបស់អ្នកអនាម័យអ្នកបោសសម្អាតជាច្រើនអ្នកជីវិតរបស់យើងគឺត្រូវរស់នៅពឹងគ្នាបែបនេះនៅក្នុងពិភពលោកទាំងមូលប៉ុន្តែអ្នកខ្លះមិនបានយល់ឃើញបែបនេះទេហើយក៏មិនបានមើលឃើញថាអ្នកដទៃមានតម្លៃរបស់គេដូចគ្នានោះដែរជាញឹកញាប់គេតែងតែច្រានអ្នកដទៃជន់អ្នកដទៃហើយបង្កើតបង្ហូតអ្នកដទៃដោយប្រឹងលើកតែតម្លៃរបស់ខ្លួនជីវិតមនុស្សយើងមិនអាចឡើងបានខ្ពស់ដោយសារតែរុញអ្នកដទៃទៅកាន់ទីទាបនោះទេមិត្តអ្នកស្ដាប់ជាទីមេត្រីក្នុងធម្មជាតិអ្វីគ្រប់យ៉ាងតែងមានទំនាក់ទំនងនឹងគ្នាមានការពឹងពាក់គ្នាមិនអាចខ្វះគ្នាមិនអាចកាត់ផ្ដាច់ចេញតែម្នាក់ឯងផែនដីនេះបើគ្មានទំនាយទេវាច្បាស់ជាមិនអាចតាំងនៅក្នុងលំហចក្រវាឡនេះបានឡើយទូកនឹងមិនអាចទៅមុខបានទេបើគ្មានច្រវាហើយចំណែកច្រវាវានឹងគ្មានប្រយោជន៍អ្វីឡើយប្រសិនបើវាមិននៅជាមួយទូកបើក្តីស្រឡាញ់មានធំជាងក្តីមេត្តាមានច្រើនជាងនោះកំហុសធំវានឹងคล้ายទៅជារឿងតូចតាចបើយើងអត់ធន់ធំជាងបញ្ហានោះបញ្ហាត្រូវបានដោះស្រាយបើចិត្តតស៊ូមានធំជាងនោះឧបសគ្គទាំងឡាយនឹងคล้ายទៅជាតូចបើចិត្តខឹងស្អប់មានតិចនោះក្តីអាណិតស្រឡាញ់នឹងមានច្រើនឡើងភ្លើងដែលកំពុងឆេះសន្ធោសន្ធៅមិនអាចពន្លត់បានដោយទឹកមួយដំណក់តូចនោះទេយ៉ាងណាមិញទឹកល្អក់មួយកែវតូចក៏មិនអាចធ្វើឲ្យសមុទ្រដ៏ធំល្អក់បានឡើយចូលទុកចន្លោះឲ្យសេចក្តីអាណិតស្រឡាញ់ដុះឡើងនៅក្នុងដួងចិត្តរបស់យើងឲ្យបានច្រើនជាងចិត្តស្អប់ចិត្តខឹងចិត្តចងគំនុនចិត្តគុំគួនជីវិតវែងមិនវែងនោះទេដូច្នេះយើងត្រូវមានពេលដ៏ច្រើនឯណាដើម្បីចាយលើកំហុសក្នុងចិត្តរបស់យើងនោះឈរជាមួយនឹងភាពភក្តីភាពកុំអនុញ្ញាតឲ្យនរណាម្នាក់មកធ្វើបាបនិងជិះជាន់យើងតាម
អំពើចិត្តរបស់គេឲ្យសោះមិនថាអ្នកនោះជាអ្នកណាក៏ដោយកុំបណ្ដោយឲ្យកាប់កិត្តិយសរំលោភបំពានកុហកបោកប្រាស់របស់គេបំពានចំពោះយើងម្ដងហើយម្ដងទៀតឲ្យសោះមនុស្សខ្លះគួរតែទទួលបានមេរៀនមួយដែលបង្រៀនឲ្យគេអាចផ្លាស់ប្ដូរពីរបៀបដែលគេបានគិតនិងទង្វើដែលគេបានប្រព្រឹត្តមិនល្អកន្លងមកពុទ្ធអ្នកសន្តាប់ជាទីមេត្រីវាមិនសំខាន់ថាយើងបានស្គាល់គេយូរឬខ្លីប៉ុណ្ណានោះទេប៉ុន្តែបើពេលនេះយើងបានឃើញថាគេបានឃ្លាតឆ្ងាយពីភាពស្មោះត្រង់និងមិនឈរនៅលើភាពត្រឹមត្រូវហើយកុំបន្តឲ្យគេនៅតែកុហកយើងបានទៀតដកចេញចរិតដែលគេព្យាយាមលាក់បាំងនោះចេញឲ្យអស់មកហើយបង្ហាញឲ្យពិភពលោកនេះបានឃើញទៅគេមានជំរើសដើម្បីកែប្រែទទួលស្គាល់ហើយជៀសវាងការធ្វើខុសបែបនេះតទៅទៀតយើងមានសិទ្ធិដើម្បីនិយាយនិងចែករំលែកពីអារម្មណ៍ពិតចំពោះរឿងដែលបានកាត់ឡើងចំពោះយើងជាមួយនឹងនរណាម្នាក់ដែលយើងបានទុកចិត្តដើម្បីបន្ធូរអារម្មណ៍តានតឹងដែលមានទាំងប៉ុន្មានមិនថាមានរឿងអ្វីកាត់ឡើងក៏ដោយយើងត្រូវឈរនៅជាមួយភាពត្រឹមត្រូវដែលយើងទទួលស្គាល់នៅក្នុងជំរឿចិត្តរបស់យើងព្រោះភាពត្រឹមត្រូវនិងសេចក្តីទៀងត្រង់ទាំងប៉ុន្មាននឹងពុំក្បត់យើងឡើយមានតែមនុស្សយើងទេដែលអាចក្បត់គ្នានៅពេលណាដែលយើងបាត់ភាពស្មោះត្រង់ព្រោះមានសេចក្តីលោភលន់ការច្រណែនឈ្នានីសជាដើមចូលយើងធ្វើរឿងត្រឹមត្រូវព្រោះយើងនឹងពុំអាចចាំបាច់ត្រូវហត់នៅដែលត្រូវរត់គេចចេញពីការពិតនិងភាពត្រឹមត្រូវនៅពេលណាមួយឡើយរឿងខ្លះវាពិបាកនឹងធ្វើពិតមែនព្រោះហេតុផលត្រឹមត្រូវវាមាននៅក្នុងជាមួយនឹងខួរក្បាលតែអារម្មណ៍ទន់ជ្រាយចិត្តអាណិតមេត្តានិងចិត្តរបស់យើងបើយើងនៅតែប្រើអារម្មណ៍ទន់ខ្សោយរបស់យើងចិត្តអាណិតរបស់យើងសិតសាតមនុស្សខ្លះក៏នឹងជន់យើងឲ្យរៀបដូចកន្ទេហើយគេនឹងបន្តការមើលងាយយើងម្ដងហើយម្ដងទៀតដូច្នេះបេះដូងនិងខួរក្បាលត្រូវចេះសហការគ្នាធ្វើការជាមួយគ្នាទើបទទួលខុសត្រូវជាមួយគ្នាទើបជារឿងល្អ